សួស្តីបងប្អូនថ្ងៃនេះគឺខ្ញុំនឹងប្រាប់ពីគន្លឹះនៃការបិទ forward message យើងទៅឲ្យអ្នកទី3យើងបិទ forward message យើងទៅអ្នកទី3ណាអញ្ចឹងពីរបៀបនៃការ forward ហ្នឹងធម្មតាយើងផ្ញើទៅឲ្យគេ forward message យើងទៅឲ្យអ្នកទី3អញ្ចឹងយើងបិទកុំឲ្យគេ forward message យើងទៅបើនិយាយភាសាខ្មែរគឺថាចែករំលែកmessage យើងទៅឲ្យអ្នកទី3ណាមីសេយើងទៅឲ្យអ្នកទី3ឧទាហរណ៍យើងផ្ញើជាឯកសារផ្ញើជាសេអក្សរអីជាដើមឬក៏ voice ជាសំឡេងអញ្ចឹងពេលខ្លះគេអត់ចង់និយាយគាត់តែ forward សំឡេងយើងទៅឲ្យអ្នកទី3អញ្ចឹងគឺយើងបិទតែម្ដងយើងបិទកុំឲ្យគាត់ហ្នឹងចែកម្លែកសំឡេងឬក៏ឯកសារផ្សេងៗទៅអ្នកទី3អញ្ចឹងបងប្អូនទស្សនាដូចតទៅបងប្អូនអនុវត្តដូចតទៅណាបាទមុនដំបូងគឺយើងចូល Telegram មកបាទរួចហើយយើងចូលពាក្យថា setting ណារូបកងចក្របាទបន្ទាប់មកបងប្អូនយកពាក្យថា privacy and security រូបសញ្ញាកូនសោបាទបន្ទាប់មកបងប្អូនរកពាក្យដែលថា forward message ណា forward message ណាប៉ុន្តែចំណងជើងគេដាក់ privacy នៅខាងលើនោះបាទ forward message ចុចទៅលើនឹងមកអញ្ចឹងអក្សរដែលចំណងជើងគេដាក់ who can add a link my account when forwarding my message អញ្ចឹងវាមាន3ទី1 everybody អញ្ចឹងពីណាក៏ដោយក៏គេអាច forward message យើងទៅបានដែរបើភាសាខ្មែរគេថាចែករំលែក message យើងណាឧទាហរណ៍យើងផ្ញើរូបឬក៏ផ្ញើអក្សរអីហ្នឹងទៅនរណាម្នាក់ហើយគេអាចចែករំលែករូបយើងទៅផ្សេងគេ forward អីអញ្ចឹងណាបាទគេ copy ឲ្យបានទាំងអស់អាហ្នឹងបើសិនមកយើង take everybody ទី2អ្នកដែល forward ឬក៏អ្នកចែករំលែករូបថតរបស់យើងលុះត្រាតែគេស្គាល់លេខទូរស័ព្ទរបស់យើងណាជា friend ឬក៏ជាលេខទូរស័ព្ទគេស្គាល់លេខទូរស័ព្ទរបស់យើងអាហ្នឹងគេអាចចែករំលែកឯកសារឬក៏រូបភាពឬក៏សំឡេង voice ពីយើងទៅបានហើយបាទបន្ទាប់មកនេះnobody ក្រោមគេនេះ nobody នេះនរណាក៏ដោយ friend យើងចាស់ថ្មីក៏ដោយណាគឺអត់អាច forward message យើងបានចែករំលែក message យើងបានដែរអញ្ចឹងគឺយើងដាក់ nobody ទៅអញ្ចឹងអត់មាននរណាចែករំលែកឬក៏ផ្ញើរូបយើងទៅអ្នកផ្សេងបានដែរណាយើងដាក់ nobody មករួចហើយយើង take មកបាទរួចជាការស្រេចតែប៉ុណ្ណឹងអរគុណច្រើន